ngày ní mạng về cái bị chung nhom có một cái thơ ca hay ấy hơi còn ban tinh một tục đây bằng phồn hay cả bậc tu cho bậc lớn cái khơi miền và hất tích hay nên sẽ chụp bay chân tích cà rốt hay nên cái tim răng tích hay cả nó khơi đang là thơm hộp ấy lươn lươn thì bằng phồn này hay chẳng có nó khơi để tha phơi ấy để tha chập ăn hộp chập ăn ấy hay có đi chập đầu một liên sầm ạt liên ấy sẽ chụp bay chân hay nó lại nó lọc và hất bao nhiêu ngày bằng phồn này hay real cao phơi video từng nó bằng phồn ơi tôm nâng cắt to video ban này ban men chắc thằng nghỉ thì phát na rôn nó cả phơi video ấy oi bong phồn tôi sẽ na tiện tiền nhà rom đầm bay oi bong phồn tôi sẽ na tàu từ chuyện này tôi sẽ na tàu chuột chặt đó bong phồn men chắc là phơi tàu cây mơ thà video bao nhiêu chắc là lõ thì tại dân phơi ban lõ ban cây mơ video tàu thải lõ thì sơ cái ấy thôi bong phồn phần tài nhom cùng bên trên nhẹ phơi video lật lõ ấy lõ đây cho nên là thaចេះតែថតទៅបងប្អូនបើសិនជាមានការខុសឆ្គងអីសូមមកខន្តីអភ័យទោសផងបងប្អូនព្រោះថាមិនមែនជាអ្នកជំនាញថតវីដេអូប្រហែលដែរគ្រាន់តែថាជាអាចថាយើងថតខ្លះបានចេះកាត់តបន្តិចបន្តួចហើយត្រឹមនឹងថតបានឲ្យបានអាណាមួយធ្វើតែឯងផងអាណាមួយដាក់ជើងកាមេរ៉ាអាណាមួយដាំបាយអាណាមួយស្លោផងមិនចេះតែស្រួលទេអញ្ចឹងហើយយើងចេះតែព្យាយាមទៅដើម្បីឲ្យបងប្អូនគាត់ទស្សនាទៅក៏នឹកឃើញថាមិនដឹងទៅធ្វើម្ហូបអីមើលតែវីដេអូក៏យើងក៏គាត់នឹកឃើញដែរបងប្អូនហើយថ្ងៃនេះក៏ខ្ញុំបានមុខម្ហូបមួយមុខគឺធ្លាប់តែថាស្ងោស៊ុបឆ្អឹងជនីជ្រូកឬស្ងោស៊ុបឆ្អឹងគោអីប៉ុន្តែខ្ញុំថ្ងៃនេះមកស្ងោស៊ុបសាច់ជ្រូក3ជិនឯងហើយក៏ស៊ុបសាច់ជ្រូក3ជិនហ្នឹងមិនមែនជាគេហៅថាល្អឥតខ្ចោះឲ្យដែរគ្រាន់តែយើងធ្វើអ្វីដែលថាយើងបទឿនបានឆាប់បានញ៉ាំឆាប់បានអីណែហើយក៏ឡាយតារៀបដល់ណាដល់ណីគឺនេះដល់មកវគ្គមកកាប់សាច់ជ្រូកកាប់អីជាកង់តិចតួចឯងហើយក៏កាប់ចុះកាប់ឡើងដូចតែឃើញក្នុងវីដេអូនេះហើយក៏ពិសេសនេះម៉ាក់គេមិនទាន់មកពីធ្វើការខ្ញុំក៏នៅផ្ទះក៏ធ្វើមុនគេទៅបើសិនជាម៉ាក់គេមកមុនគេធ្វើមុនប៉ុន្តែខ្ញុំថ្ងៃនេះចេញពីធ្វើការមកមុនក៏ចាប់ផ្ដើមមកធ្វើមុនគេទៅបើសិនជាកម្មីប្រកាន់ការងារគ្នាណាបងប្អូនហើយក៏ធ្វើចុះធ្វើឡើងមើលតាហាន់សាច់ជ្រូកហាន់អីរួចអស់ហើយក៏នេះចាប់ផ្ដើមមកដាក់ទឹកដាក់ចក្រានគៀសមកបើសិនជាយើងរាំខ្ជូងរៀងឡាយប្រកាត់យូរអីបន្តិចឯងតែបើយើងដាក់គៀសមកក៏វាពុះទឹកកគ្រូអីលឿនឯងហើយក៏យើងមិនបានធ្វើអីយូរដែរប្រញាប់ដែរក៏យើងធ្វើកាត់ទៅដាក់ខ្ទឹមដាក់សាច់ជ្រូក3ជឿនដាក់ប្រហិតដាក់បន្លែសរុបរួមគ្នាតែម្ដងមកបងប្អូនហើយកូរចុះគោឡើងឲ្យរួចរាល់ណែព្រោះថាយើងវាបទឿនយើងត្រូវតែធ្វើតាមបទឿនហើយក៏រងើសវារៀងយូរបន្តិចទៅព្រោះម៉ោងប្រហែលជាខ្ញុំមកពីធ្វើការប្រហែលជាម៉ោង11កន្លះហើយម៉ោង11កន្លះក៏យើងធ្វើអីដែលថាទឿនហេតុការណ៍បន្តិចទៅហើយក៏បន្ថែមគ្រឿងក្រៅមានអីទេបងប្អូនគឺបន្ថែមគ្រឿងក្រៅគឺមានអីមានតែទឹកត្រីប៊ីចេងរ៉ូឌីម្សៅស៊ុបឬក៏អំបិលហើយនឹងស្ករសអីបន្តិចតួចដែរដែលថាយើងរងើសស៊ុបទៅគេថាស៊ុបបើសិនជាយើងធ្វើប្រៃពេកក៏មិនឆ្ងាញ់ដែរអញ្ចឹងទៅយើងដាក់តែបន្តិចទៅចាំយើងថែមថយគ្រឿងតាមក្រោយហ្នឹងហើយក៏ភ្លក់ចុះភ្លក់ឡើងមើលថាឃើញថាវារសជាតិដែលយើងអាចទទួលយកបានហើយក៏យើងបន្ថែមជាមួយនឹងស៊ុបខ្នុរបន្តិចទៅស៊ុបខ្នុរនឹងក៏ដល់កឲ្យដាក់ទៅក៏ក្លិនឈ្ងុយបណ្ដោយស៊ុបខ្នុររបស់ខ្មែរយើងឯងហើយក៏គោចុះគោឡើងក៏មើលដល់កពុះแล้วก็គ្រុកក៏យើងចាក់ដើមស៊ុបរបស់យើងឆ្អិនហើយបងប្អូនយើងឆ្អិនរងើសវារៀងយូរបន្តិចដែរក៏ស៊ុបរបស់យើងឆ្អិនក៏នេះដួសដាក់ចានអូទំនោរមែនទេបងប្អូនអានេះចង់ដាក់ជាមួយមីក៏បានដាក់ជាមួយបាយក៏បានអូរសជាតិបានទេបងប្អូនអើយហើយយើងដាក់បន្ថែមជាមួយនឹងទឹកម្ទេសរបស់យើងអាទឹកម្ទេសរបៀបថាជ្រលក់ប្រហិតជ្រលក់អីដែលយើងមានប្រហិតមានអីស្រេចចេះមកយីទំនោរយ៉ាងហើយបងប្អូនព្រោះថាយើងធ្វើអ្វីដែលខាត់ខែបណាអានេះខ្ញុំវាមិនបានទៅទិញទៅផ្សារទៅអីថាវាអត់មានដើមខ្ទឹមស្លឹកអីផងចង្អាញ់ប៉ុណ្ណេះហើយបងប្អូនអើយនិយាយពីរសជាតិអេម្ដងបងប្អូនហើយក៏អរគុណមែនទែនសម្រាប់បងប្អូនដែលតែងតែទស្សនាវីដេអូខ្ញុំអរគុណជម្រាបលា